ដោយសារតែមានការបញ្ជាទិញនៅក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់វាបានបណ្ដាលឲ្យក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិកនេះមិនអាចផ្គូផ្គងនឹងប្រព័ន្ធមីស៊ីល Patriot ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានទាន់ពេលវេលាក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងមិនអាចទន្យានៅពេលវេលាជាក់លាក់សម្រាប់ដឹកជញ្ជូននៅគ្រាប់មីស៊ីលដើម្បីបំពាក់ជាមួយនឹងប្រព័ន្ធការពារមីស៊ីល Patriot ឲ្យដល់ទៅសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះបានទាន់ពេលវេលានោះទេបើទោះបីជាក្រុមហ៊ុនការពារជាតិរបស់សហរដ្ឋអាមេរិកមួយនេះខំប្រឹងពង្រីកសង្វាក់ផលិតកម្មក្នុងការផលិតមីស៊ីលរបស់ខ្លួនយ៉ាងណាក៏ដោយការប្រកាសនេះបានកើតឡើងនៅចំពេលដែលប្រទេសអ៊ុយក្រែននេះគឺកំពុងតែប្រឈមមុខជាមួយនឹងការខ្វះខាតនៅគ្រាប់មីស៊ីប្រភេទនេះយ៉ាងធ្ងន់ធ្ងរដើម្បីទប់ទល់ជាមួយនឹងមីស៊ីផ្លោងរបស់ប្រទេសរុស្ស៊ីបើយោងទៅតាមទីភ្នាក់ងារសារព្រមានគីប៉ោះបានឲ្យដឹងថាក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិកនេះបានចុះកិច្ចព្រមព្រៀងជាមួយនឹងមន្ទីរបញ្ចការរបស់សហរដ្ឋអាមេរិកនៅក្នុងការផលិតមីស៊ី PAC-3 នេះប្រចាំឆ្នាំចាប់ពី650គ្រាប់ឲ្យបានកើនឡើងរហូតដល់2000គ្រាប់ឯណោះនៅដំណាច់ឆ្នាំ2033ខាងមុខជាមួយនឹងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់4700លានដុល្លារសហរដ្ឋអាមេរិកឯណោះគូបញ្ជាក់ផងដែរថាប្រព័ន្ធការពារមីស៊ីប្រភេទ Patriot នេះគឺជាប្រភេទមីស៊ីលបាញ់ពីដែកទៅអាកាសដ៏ទំនើបរបស់សហរដ្ឋអាមេរិករីឯប្រព័ន្ធរ៉ាដារបស់មីស៊ីលនេះវិញគឺអាចគ្របដណ្ដប់នៅក្នុងរយៈចម្ងាយរហូតដល់ជាង150គីឡូម៉ែត្រឯណោះនិងបំពាក់ជាមួយនឹងមីស៊ីលដែលមានអានុភាពចំនួន2ប្រភេទទី1នោះគឺប្រភេទ PAC-2 ដែលអាចបាញ់ដល់រយៈចម្ងាយរហូតដល់ជាង100គីឡូម៉ែត្រឯណោះនិងប្រភេទទី2នោះគឺជាប្រភេទ PAC-3 ដែលអាចបាញ់ដល់រយៈចម្ងាយត្រឹមតែប្រមាណ69គីឡូម៉ែត្រតែប៉ុណ្ណោះពាក់ព័ន្ធជាមួយនឹងបញ្ហានេះលោកប្រណ្ដានដែលជាអនុប្រធានផ្នែកខាងយុទ្ធសាស្ត្រនិងការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Lockheed Martin បាននិយាយថាបើទោះបីជាមានសមត្ថភាពនៅក្នុងការពង្រីកសេវាផលិតកម្មក៏ដោយក៏ពេលវេលានៅក្នុងការដឹកជញ្ជូននោះគឺនៅតែមិនប្រកបប្រជាដដែលសម្រាប់ប្រទេសនានានៅក្នុងនោះមានដូចជាប្រទេសអាល្លឺម៉ង់ជប៉ុនប៉ូឡូញអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីតជាដើមដែលសុទ្ធសឹងតែជាប្រទេសដំណើរការដោយប្រព័ន្ធមីស៊ីល Patriot នេះលោកដដែលនេះក៏បានសង្កត់ធ្ងន់ទៀតថាតម្រូវការសកលគឺនៅតែបន្តកើតឡើងខ្ពស់លើសពីការផ្គត់ផ្គង់របស់យើងដោយសារតែចំនួនប្រដាប់អាវុធកំពុងតែបានកើនឡើងនៅទូទាំងពិភពលោកនៅក្នុងនោះក៏រួមមានទាំងសង្គ្រាមរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអារ៉ង់ផងដែរបាទសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នាគ្រាប់មីស៊ីលដែលគេយកទៅបំពាក់ជាមួយនឹងប្រព័ន្ធការពារមីស៊ីល Patriot នេះក្នុងមួយគ្រាប់នោះគឺមានតម្លៃចន្លោះចាប់ពី4លានទៅ5លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយគ្រាប់ហើយបើសំណុំទាំងអស់នៃប្រព័ន្ធការពារមីស៊ីល Patriot នេះវិញគឺមានតម្លៃប្រហែលជា1000លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយគ្រឿងបាទថ្លៃណាស់អ្នកទាំងអស់គ្នាបាទប្រទេសល្មមអីហ្នឹងគឺมันមានសមត្ថភាពនៅក្នុងការទិញនៅប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកមួយប្រភេទនេះដើម្បីទៅការពារដែនអាកាសរបស់ប្រទេសពួកគេនោះទេបាទក៏ប៉ុន្តែបើសិនបើយើងមើលទៅទស្សនវិជ្ជាស្ដែងនៅក្នុងសមរភូមិសង្គ្រាមវិញបាទជាពិសេសដូចជានៅសមរភូមិសង្គ្រាមនៅក្នុងតំបន់មជ្ឈមបូព៌ាអេស៊ីអាមបាទដែលប្រទេសអារ៉ង់នេះគឺប្រើប្រាស់ត្រឹមតែយន្តហោះដ្រូនថោកតែប៉ុណ្ណោះវាក៏មានសមត្ថភាពអាចធ្វើឲ្យប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកមួយប្រភេទនេះវិលក្បង់ដែរអ្នកទាំងអស់គ្នាបាទហើយប្រសិនបើកងទ័ពរបស់សហរដ្ឋអាមេរិកនេះសម្រាប់ចិត្តប្រើប្រាស់នៅប្រព័ន្ធការពារមីស៊ីលនេះដើម្បីបាញ់ទម្លាក់នៅយន្តហោះដ្រូនរបស់ប្រទេសអារ៉ង់វិញគឺដឹងតែការធំហើយអ្នកទាំងអស់គ្នាបាទដូចយើងដឹងស្រាប់បាទអ្នកទាំងអស់គ្នាដ្រូនរបស់ប្រទេសអារ៉ង់នោះគឺថោកទេរីឯប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកវិញគឺមានតម្លៃថ្លៃណាស់អ្នកទាំងអស់គ្នាគ្រាន់តែមួយគ្រាប់ហ្នឹងគឺមានតម្លៃចន្លោះចាប់ពី4លានទៅ5លានដុល្លារសហរដ្ឋអាមេរិកបាត់ទៅហើយបាទបើគិតទៅគឺវាមិនស័ក្តិសមនឹងគ្នាតទៅសោះដែលយល់នៅប្រព័ន្ធការពារមីស៊ីលដ៏ទំនើបមានតម្លៃថ្លៃនេះទៅបាញ់ទម្លាក់នៅយន្តហោះដ្រូនដែលមានតម្លៃថោកទៅវិញបាទហើយនិយាយមកបែបនេះគឺចង់បញ្ជាក់ថាប្រសិនបើយើងមិនមានលុយទៅទិញនៅប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់សហរដ្ឋអាមេរិកដើម្បីយកមកទៅការពារប្រទេសនោះទេគឺយើងអាចសាកងារមកប្រើយន្តហោះដ្រូនដែលមានតម្លៃថោកវិញបាទហើយឃើញយន្តហោះដ្រូនប្រយុទ្ធតម្លៃថោកបែបនោះក៏មើលងាយណាស់អ្នកទាំងអស់គ្នាប្រសិនបើគេប្រើនៅយន្តហោះដ្រូនមួយវងនេះបើការវាប្រហារនោះសូម្បីតែប្រព័ន្ធការពារមីស៊ីលនៅទំនើបនោះក៏វិលក្បង់ដែរអ្នកទាំងអស់គ្នាហើយប្រសិនបើបាញ់មិនទាន់នោះទេយន្តហោះដ្រូនដែលមានតម្លៃថោកនោះក៏អាចបំផ្លាញនៅប្រព័ន្ធការពារមីស៊ីលនៅទំនើបដែលមានតម្លៃរហូតដល់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកបានដែរ